ក្នុងវីដេអូនេះគឺខ្ញុំចង់និយាយតាក់ទងជាមួយនឹងសារៈសំខាន់ក្នុងការធ្វើ portfolio ឲ្យបានល្អពួកយើងត្រូវគិតថាជាយើងចំណាយពេល5ឆ្នាំក្នុងការរៀនបរិញ្ញាបត្រផ្នែកស្ថាបត្យកម្មបើសិនជាយើងរៀន Master ទៀតគឺយើងថែមពី3ឆ្នាំទៀតអញ្ចឹងក្នុងកំឡុងពេលរយៈពេល5-6ឆ្នាំឬក៏5ឆ្នាំទៅ8ឆ្នាំដែលយើងរៀនថ្នាក់បរិញ្ញាបត្រក៏ដូចជា Master ក្នុងវិស័យស្ថាបត្យកម្មហ្នឹងគឺគឺគឺវាបានបង្រួមមកនៅក្នុងសភៅ portfolio យើងបានន័យថាអាសភៅ portfolio ហ្នឹងគឺជាអីមួយដែលតំណាងឲ្យការចំណេះដឹងរបស់យើងតាក់ទងជាមួយនឹងផ្នែកទៅលើជំនាញស្ថាបត្យកម្មហ្នឹងអញ្ចឹងគឺយើងត្រូវយកវាធ្វើជាអីមួយដែលយើងត្រូវគិតវាឲ្យសំខាន់មែនតើយើងអត់អាចថាចេះតែប្រមូល project ដាក់ចូលហើយឲ្យតែបានចងក្រងហើយយកទៅ submit ធ្វើដាក់ការងារធ្វើនៅកន្លែងផ្សេងៗគឺយើងកុំគិតអញ្ចឹងគឺយើងត្រូវចំណាយពេលច្រើនក្នុងការសិក្សាស្រាវជ្រាវទៅលើថាតើយើងគួររៀបចំសភៅ portfolio របស់យើងរបៀបម៉េចអឺជាក់ស្ដែងខ្ញុំឧទាហរណ៍ផ្ទាល់បើសិនជានៅក្នុងប្រទេសចិនដែលខ្ញុំស្គាល់អ្នកដែលរៀនជាមួយខ្ញុំឬក៏អីហ្នឹងគឺគេចំណាយលុយច្រើនមែនទែននៅពេលដែលគេរៀនចប់ថ្នាក់បរិញ្ញាបត្រហ្នឹងគឺពួកគាត់មានគម្រោងចង់បន្តទៅរៀននៅបរទេសទៅរៀន Master នៅប្រទេសគេឬក៏អីចឹងហើយសាលា Master នៅប្រទេសគេហ្នឹងគឺទាមទារតម្រូវឲ្យអា portfolio ហ្នឹងគឺមានកម្រិតមួយស្តង់ដារខ្ពស់មែនទែនអញ្ចឹងសិស្សចិនផ្សេងៗដែលគេមានសមត្ថភាពហ្នឹងគឺគេជួលគ្រូបរៀនធ្វើសភៅ portfolio ហ្មងអញ្ចឹងអ្នកខ្លះចំណាយលុយដល់ខ្ទង់$10,000ក៏មានដែរដោយសារតែអ្នកខ្លះចំណាយប្រហែលជា10,000 យួនអីចឹងវាចូល10,000 ជាង$អីចឹងហើយអញ្ចឹងគឺខ្ញុំ surprise នៅពេលដែលឃើញគេហ៊ានចំណាយដល់ថ្នាក់កម្រិតហ្នឹងដើម្បីធ្វើ portfolio អញ្ចឹងណាដោយសារតែពេលដែលគេជួលគ្រូបរៀនហ្នឹងគ្រូហ្នឹងគឺគេដឹកនាំធ្វើគម្រោងអ្នកខ្លះគឺគេដឹកនាំធ្វើគម្រោងថ្មីមួយនៅក្នុងដើម្បីចូលក្នុង portfolio របស់គេហ្នឹងដាក់ទៅតាមសាលាផ្សេងៗដូចជានៅសាលានៅអាមេរិកក៏ដូចជាសាលានៅអង់គ្លេសឬក៏នៅអឺរ៉ុបផ្សេងៗហ្នឹងគឺគេសាលាទាំងអស់ហ្នឹងគឺគេទាមទារportfolio ដែលមានកម្រិតល្អមែនទែនអាហ្នឹងគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់ថាការឲ្យតម្លៃទៅលើការធ្វើ portfolio ហ្នឹងគឺវាសម្រាប់សំខាន់មិននៅក្នុងសង្គមប្រទេសចិននៅក្នុងវិស័យស្ថាបត្យកម្មហ្នឹងហើយជាក់ស្ដែងតាក់ទងជាមួយនឹងការរៀបចំ portfolio ហ្នឹងដោយសារតែខ្ញុំមានបទពិសោធន៍នៅស្រុកខ្មែរខ្ញុំធ្លាប់បង្កើតជាលក្ខណៈថាដូចជា firm design មួយចឹងកាលពីកំឡុងឆ្នាំ2022ហ្នឹងគឺខ្ញុំចាប់ផ្ដើមទទួលគម្រោងធ្វើមានរោគគម្រោងធ្វើចឹងពេលហ្នឹងគឺខ្ញុំជ្រើសរើសបុគ្គលិកហើយបុគ្គលិកបងប្អូនដែលគាត់ដាក់ CV ក៏ដូចជាដាក់ portfolio send email មកខ្ញុំហ្នឹងគឺខ្ញុំទទួលបាន portfolio ឬក៏ CV submit មកខ្ញុំហ្នឹងច្រើនមែនតើប៉ុន្តែខ្ញុំឃើញពីភាពមួយដែលយើងមើលទៅភាពខ្វះខាតមួយដែលបងប្អូនគាត់ធ្វើ portfolio ផ្ញើឲ្យខ្ញុំហ្នឹងទីមួយគឺភាគច្រើន portfolio របស់គាត់គឺយើងមើលទៅគឺដូចគ្នាទាំងអស់បានន័យថាយើងអត់អាចគឺមិនអាចថាគឺមើលទៅអត់ឃើញថាគម្រោងទាំងអស់ហ្នឹងមានអ្នកណាគេដែលធ្វើមកលេចធ្លោហើយតំណាងជាអត្តសញ្ញាណរបស់គាត់ấyគឺព្រៀងពិបាកបន្តិចដោយសារតែមានអារម្មណ៍ថាទាំងអស់គ្នាគឺធ្វើមក style ដូចគ្នាគឺការរៀបចំ project ហ្នឹងក៏យក project ផ្សេងក៏យក project ដែលធ្លាប់ធ្វើពីរៀនពីទាំងប្រមាណមកគឺគាត់យកមកចងក្រងដាក់ចូលទៅក្នុងសភៅ portfolio របស់គាត់ហ្នឹងទាំង graphic ទាំងការធ្វើអីទាំងអស់ហ្នឹងគឺយើងមើលទៅវានៅដូចជានៅមានកម្រិតចឹងណាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំចង់និយាយថាសភៅ portfolio ហ្នឹងគឺវាសំខាន់ហើយការជ្រើសរើស project យកមកដាក់នៅក្នុងគម្រោងហ្នឹងក៏យើងត្រូវឆ្លងកាត់ការគិតគូរឲ្យបានដិតដល់ដែរដោយសារតែនៅបើសិនជាយើងរើ project ដែលមិនល្អឬក៏រើ project ណាដែលមើលទៅវាមិនអឺបានន័យថាវាអត់សូវខ្លាំងណាអញ្ចឹងវាអាចធ្វើឲ្យអ្នកដែលមើលសភៅ portfolio របស់យើងហ្នឹងគេអាចនឹងគិតថាសមត្ថភាពរបស់យើងមិនសូវខ្លាំងមិនសូវអីចឹងអញ្ចឹងគឺយើងត្រូវសម្រិតសម្រាំងយកតែ project ណាដែលបង្ហាញពីភាពខ្លាំងរបស់យើងគឺអញ្ចឹងនៅក្នុង portfolio គឺយើងអត់អាចបង្ហាញចំណុចខ្សោយរបស់យើងនៅក្នុងសភៅ portfolio របស់យើងបានទេអាហ្នឹងគឺចំណុចមួយដែលយើងគួរតែចាំថាយើងអត់អាចយកចំណុចខ្សោយដែលដាក់ចូលទៅក្នុងសភៅ portfolio ការងាររបស់យើងបានទេដោយសារតែនៅពេលដែលយើងដាក់ទៅចូលទៅធ្វើការឬក៏អីហ្នឹងអាហ្នឹងគឺជាដូចយើងដាក់ទៅដូចជាបានន័យថាដូចយើង submit competition អញ្ចឹងណាបើសិនជាដូចយើងធ្វើការប្រកួតប្រជែងមួយអញ្ចឹងដោយសារតែគេត្រូវ short list ថាគេចង់បានអ្នកណាអញ្ចឹងគឺឆ្លងកាត់ទៅលើការមើល portfolio ហ្នឹងហើយអញ្ចឹងបើសិនជាយើងធ្វើមកដូចគេដូចឯងដូចគ្នាទាំងអស់ហ្នឹងគឺបើសិនជាគេអត់យករបៀបអញ្ចឹងគឺគេអត់ទទួលបានដែរហើយយើងកុំឆ្ងល់ថាហេតុអីនៅពេលដែលយើងអឺនៅពេលដែលយើង submit ទៅយើងដាក់ការងារ
ចូល50-60កន្លែងនេះអត់មានណាគេទទួលអញ្ចឹងអាហ្នឹងគឺយើងត្រូវគិតបកមកវិញថាតើការរៀបចំ portfolio របស់យើងហ្នឹងវាត្រូវស្តង់ដារឬក៏វាពិតជាបានឆ្លុះបញ្ចាំងពីភាពខ្លាំងរបស់យើងអត់អញ្ចឹងអាហ្នឹងគឺឥឡូវឧទាហរណ៍ឥឡូវបើសិនជាខ្ញុំនិយាយបកមកគឺបើសិនឧទាហរណ៍ថាបើសិនយើងរៀនថ្នាក់បរិញ្ញាបត្រ5ឆ្នាំអញ្ចឹងឆ្នាំទី1យើងធ្វើគម្រោងអីគេខ្លះឆ្នាំទី2គម្រោងអីគេខ្លះអញ្ចឹងយើងគិតមើលថាតើ5ឆ្នាំហ្នឹងគម្រោងណាដែលយើងគួរយកមកដាក់ចឹងយើងអាចថាឆ្នាំទី1បើសិនជាយើងគិតថាយើងអាចយក2គម្រោងឬក៏ឆ្នាំទី2យក3គម្រោងឬក៏2គម្រោងអីចឹងគឺបានន័យថាយើងចម្រាញ់រើសយកគម្រោងណាដែលវាល្អដែលយើងបានពិតជាបានធ្វើល្អនៅពេលដែលយើងរៀនហ្នឹងយើងយកមកហើយយើងចាប់ផ្ដើមឥឡូវយើងមានគម្រោងហ្នឹងហើយបន្ទាប់ជំហានទី1ទៀតគឺយើងចាប់ផ្ដើមគិតថាតើយើងចង់ធ្វើ style របៀបម៉េចនៅក្នុងសភៅ portfolio របស់យើងហ្នឹងយើងអាចចូលទៅក្នុង Pinterest ក៏បានយើងអាចចូលទៅក្នុង website internet ផ្សេងឬក៏អីហ្នឹងគឺគេមាន catalog មានអីច្រើនមែនទែនតាក់ទងជាមួយនឹងការរៀបចំ portfolio ហ្នឹងតាក់ទងជាមួយនឹងអាសភៅការធ្វើ portfolio ដូចជាលក្ខណៈថា style របស់ portfolio អញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាអាហ្នឹងគឺខ្ញុំគិតថាវាអត់សំខាន់ថាយើងត្រូវទៅ follow យក style នេះឬក៏យើង follow យក style នេះវាអត់សំខាន់អញ្ចឹងទេគឺអានឹងទៅតាមចំណង់ចំណូលចិត្តរបស់យើងបើយើងចិត្តស្រឡាញ់ style បែប graphic រៀងខ្លាំងទៅក៏យើងអាចយកមកប្រើបានយើងស្រឡាញ់បែបរៀង minimal ក៏យើងអាចទៅអាផ្នែកបែប minimal នឹងវាអត់សំខាន់ទេសំខាន់នៅពេលដែលយើងរើស style នឹងបានហើយថាតើយើងប្រមូលយកអាគម្រោងដែលយើងជ្រើសរើសពីគ្រប់ឆ្នាំដែលយើងរើសមកមិញហ្នឹងតើយើងដាក់ចូលទៅក្នុងអា style ហ្នឹងរបៀបម៉េចអញ្ចឹងគឺយើងត្រូវចាប់ផ្ដើមធ្វើវាបានន័យថាយើងមិនមែនយកអាគម្រោងចាស់ដែលយើងមានហើយហ្នឹងយកមករៀបដាក់ចូលក្នុងអានឹងហើយដូរ color ដូរអីឯងគឺវាត្រូវឆ្លងកាត់ការធ្វើមួយសារទៀតបានន័យថាការគិតគូរមួយសារទៀតឧទាហរណ៍ជាក់ស្ដែងមួយថាតើឧទាហរណ៍ថាបើសិនជាយើងមានគម្រោងមួយដាក់នៅក្នុង portfolio ហ្នឹងអញ្ចឹងចំពោះអ្នកដទៃឧទាហរណ៍ថាបើសិនជាខ្ញុំទៅមើលគម្រោងហ្នឹងគឺយើងត្រូវគិតថាតើអ្នកដទៃគេមើលអាគម្រោងរបស់យើងហ្នឹងក្នុងរយៈពេលខ្លីតើគេមើលយល់អត់ហើយចំណុចសំខាន់នៅក្នុងទំព័រមួយហ្នឹងគឺយើងត្រូវផ្ដោតលើចំណុចសំខាន់នៃគេมันអាចថានៅក្នុងសភៅទំព័រ2ទំព័រយើងបើកមក2ទំព័រមកស្រាប់តែសិតតែព័ត៌មានទាំងអស់ហើយព័ត៌មានទាំងអស់ហ្នឹងសិតតែសំខាន់អញ្ចឹងយើងពិបាកមើលថាតើយើងគួរយល់មើលអាណាទុកអាណាអញ្ចឹងណាអាហ្នឹងគឺវាធ្វើឲ្យអារម្មណ៍អ្នកមើលគឺអត់សូវ focus ទៅលើអាអីដែលយើងចង់បង្ហាញមកនេះបាទនេះអញ្ចឹងបើជាក់ស្ដែងតើតមួយបបពិសោធន៍របស់ខ្ញុំឬក៏អីអញ្ចឹងគឺភាគច្រើនសភៅតែទំព័រមកទំព័រគឺយើងកុំដាក់ព័ត៌មានច្រើនពេកហើយយើងដាក់ព័ត៌មានឬក៏យើងដាក់ទៅអាតាក់ទងជាមួយនឹងប្លង់ឬក៏តាក់ទងជាមួយអីដែលយើងចង់បង្ហាញឲ្យគេដឹងថាទំព័រហ្នឹងបើសិនជាយើងចង់និយាយតាក់ទងជាមួយនឹងប្លង់ section គឺយើងត្រូវធ្វើអា section ហ្នឹងឲ្យវាលេចធ្លោនៅក្នុងទំព័រហ្នឹងបើន័យថាយើងបើកមកគឺយើងឃើញអាហ្នឹងវាលេចធ្លោនៅក្នុងអាទំព័រហ្នឹងហ្មងអញ្ចឹងយើងបើកមួយទំព័រទៀតបើយើងចង់បង្ហាញតាក់ទងជាមួយនឹងប្លង់បានឬក៏តាក់ទងជាមួយ hook render បើ hook render នឹងស្អាតអញ្ចឹងយើងអាចធ្វើវាព្រិចធំឬក៏យើងធ្វើលក្ខណៈ graphic ឬក៏មិនបើន័យថាយើងអត់ចាំបាច់ត្រូវលក្ខណៈទំព័រ hook render អញ្ចឹងមិនមែនយើងទៅរៀប hook render ជាប់គ្នាមកទាំងអស់ដើម្បីបង្ហាញឲ្យឃើញទាំងអស់ហ្នឹងពេលខ្លះវាអាចនឹងស្កាស់ប៉ុន្តែគ្រាន់តែបើសិនជាតាក់ទងជាមួយនឹងការ limit នៅចំនួនទំហំ megabyte ដែលគេតម្រូវដូចតាមក្រុមហ៊ុនផ្សេងៗគេកំណត់ថាត្រឹម10 MB ចុះក្រោមអីចឹងយើងអាចដាក់ចូលគ្នាបានដែរប៉ុន្តែគឺយើងត្រូវមានរបៀបក្នុងការដាក់ដើម្បីកុំឲ្យវាហុកហ្នឹងវាប្រឆាំងគ្នាវា contrast គ្នាចឹងទៅយើងអត់ដឹងថាយើងមើលអាមួយណាទុកអាមួយណាចឹងអាហ្នឹងគឺតាក់ទងជាមួយនឹងការរៀបចំ portfolio បើឧទាហរណ៍អ្នកទាំងអស់គ្នាធ្លាប់ឃើញសភៅ architect ល្បីៗដែលគេដាក់លក់នៅតាមបណ្ណាល័យបណ្ណាគារឬក៏អីសភៅតាក់ទងសភៅ architect ល្បីៗហ្នឹងនិយាយទៅដែលយើងបើកមើលទំព័រសភៅគេមួយក្បាលហ្នឹងគឺវាស្អាតមែនតើតាក់ទងជាមួយនឹងការរៀបប្លង់ក៏ដូចជា color ពណ៌ក៏ដូចជាអក្សរដែលគេធ្វើការ analyze ឬអីហ្នឹងគឺយើងត្រូវតែធ្វើមិនអា quality របស់ portfolio ដែលយើងចង់ធ្វើហ្នឹងគឺធ្វើឲ្យដូចជាមួយនឹងធ្វើកម្រិតឲ្យដូចតែសភៅទស្សនាវដ្តីឬក៏សភៅអីមួយដែលគេធ្វើអញ្ចឹងទាំង graphic ទាំងអីគឺយើងមើលមកគឺវាសតុនភ្នែកវាមើលមកគឺវាប្រទាក់ភ្នែកឲ្យយើងចង់មើលទៅលើអានឹងទៀតអញ្ចឹងណាអញ្ចឹងគឺវាទាមទារឲ្យយើងធ្វើការសិក្សាឲ្យយើងវាទាមទារឲ្យយើងធ្វើការស្រាវជ្រាវ
នឹងដាក់ចិត្តក្នុងការធ្វើបើសិនជាគម្រោងនឹងយើងធ្វើការពេលយើងរៀនយើងធ្វើអត់សូវបានល្អទេប៉ុន្តែយើងអត់សូវមានគម្រោងដាក់យើងត្រូវទៅយកអានឹងយកមកដាក់អញ្ចឹងគឺយើងត្រូវធ្វើការអាប់ដេតវាអាប់ដេតលក្ខណៈថាដូចយើងអាចនឹង render មួយសារទៀតឬក៏យើងអាចនឹងធ្វើ graphic មួយសារទៀតឬក៏អីចឹងទៅហើយចំណុចសំខាន់មួយទៀតហ្នឹងគឺយើងត្រូវធ្វើ tone color ឲ្យវាដូចគ្នាបានន័យថាតាំងពីទំព័រដើមដល់ទំព័រចុងហ្នឹងទោះជាវាមាន color ខុសគ្នាក៏ដោយប៉ុន្តែអា style នៃការរៀប graphic ក៏ដូចជាអីទាំងអស់ហ្នឹងគឺត្រូវឲ្យវាមានstyle បែបផែមដូចគ្នាមិនអាចថាទំព័រទី1ទំព័រទី2គម្រោងដំបូងហ្នឹងស្រាប់តែ style របៀបចេះការរៀបกระดาษបែបនេះដល់ពេលអាចុងក្រោយហ្នឹងរៀបกระดาษបែបផ្សេងបែបអីចឹងណាអាហ្នឹងដូចយើងប្រមូលយកការងារអ្នកផ្សេងយកមកដាក់ចូលខុសគ្នាចឹងគឺយើងត្រូវធ្វើម៉េចឲ្យវាមានលក្ខណៈប្រហែលគ្នា style ហ្នឹងវាប្រហែលគ្នាចឹងទៅនៅក្នុងទំព័រពីទំព័រដើមដល់ទំព័រចុងហើយអាហ្នឹងហើយតាក់ទងជាមួយនឹងការ design កម៉ប CV ឬក៏កម៉ប portfolio ហ្នឹងក៏អាហ្នឹងវាទៅតាម style របស់យើងម្នាក់អាហ្នឹងខ្ញុំគិតថាវាសំខាន់ប៉ុន្តែគាត់ថាវាទៅតាមអីដែលយើងចង់បង្ហាញយកមកថាបើសិនជាយើងចង់យករូប render មកធ្វើ cover ឬក៏យើងចង់ធ្វើរូប graphic មកធ្វើជា cover portfolio ហ្នឹងអាហ្នឹងវាស៊ីសងទៅលើអីដែលយើងចង់ដាក់ឯងវាអត់សូវវាគ្រាន់តែតាក់ទាញវាបានន័យថាវាមិនសូវសំខាន់ជាងអីដែលយើងដាក់ចូលនៅក្នុងដាក់ចូលទៅក្នុង portfolio ហ្នឹងឯងបើក្នុង portfolio ហ្នឹងគឺវានិយាយទៅចំណុចសំខាន់គឺវាតាក់ទងជាមួយនឹង project ដែលយើងដាក់ហ្នឹងហ្មង project ហ្នឹងថាតើព្រោះវាត្រូវឆ្លុះបញ្ចាំងពីសមត្ថភាពរបស់យើងអញ្ចឹងណាចឹងអាហ្នឹងគឺគំនិតខ្លះពីខ្ញុំតាក់ទងជាមួយនឹង portfolio ហ្នឹងហើយក៏ដោយសារតែ portfolio របស់ខ្ញុំតាក់ទងខ្ញុំអាចបង្ហាញ portfolio របស់ខ្ញុំប៉ុន្តែគាត់ថាខ្ញុំនឹងធ្វើការរៀបចំថាតើខ្ញុំគួរបង្ហាញរបៀបម៉េចដោយសារតែភាគច្រើន portfolio ដែលខ្ញុំរៀបចំរបស់ខ្ញុំគឺខ្ញុំដាក់ព័ត៌មាន confidential របស់ក្រុមហ៊ុនផ្សេងច្រើនឧទាហរណ៍ថាការពីខ្ញុំធ្វើការនៅក្នុងក្រុមហ៊ុន Med អញ្ចឹងគឺខ្ញុំយកគម្រោងរបស់ Med យកមកដាក់ចូលក្នុង portfolio ហ្នឹងហើយក៏ portfolio របស់ខ្ញុំក៏ខ្ញុំអត់ public ក៏ខ្ញុំអត់ public ក៏ខ្ញុំអត់អីដែរដោយសារតែហ្នឹងយើងមានព័ត៌មានខ្លះគឺយើងអត់អាចបង្ហាញជាសាធារណៈអញ្ចឹងណាអាហ្នឹងវាប៉ុន្តែគាត់ថាបើសិនជាក្នុងករណីថាយើងទុំទៅរៀនចប់យើងជាសិស្សនិស្សិតអីចឹង portfolio យើងគឺវាអត់មានបញ្ហាអីទេយើងអាច public បានអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អីតាក់ទងជាមួយនឹងបញ្ហា portfolio ហ្នឹងក៏ដូចជាចង់ដឹងបន្ថែមឬក៏អីចឹងបើសិនជាខ្ញុំអាចមានពេលវេលាគ្រប់គ្រាន់ឬក៏អីចឹងគឺខ្ញុំប្រហែលជាអាចនឹងបង្ហាញពីការថាតើយើងគួរធ្វើបែបម៉េចឬក៏ធ្វើបែបម៉េចល្អឬក៏អីចឹងហើយមួយទៀតគឺខ្ញុំចង់បញ្ជាក់ថាអានេះគឺជាគ្រាន់តែជា plot កំណត់មួយរបស់ខ្ញុំទេมันប្រកាសថាវាអាចត្រឹមត្រូវសម្រាប់អ្នកទាំងអស់គ្នាมันប្រកាសថាអ្នកទាំងអស់គ្នាយកទៅ apply ទៅគឺវាត្រូវជាមួយយើងទេអញ្ចឹងពេលខ្លះវាគ្រាន់តែជាបទពិសោធន៍មួយដែលខ្ញុំបានធ្វើខ្លួនឯងហើយសម្រាប់ខ្ញុំគឺខ្ញុំគិតថាវាជោគជ័យដោយសារតែខ្ញុំបានដាក់ទៅគឺខ្ញុំដាក់ទៅក្នុងក្រុមហ៊ុនផ្សេងក្រុមហ៊ុនធំគឺគេទទួលយកខ្ញុំបានអញ្ចឹងវាអាចនិយាយបានថាក៏របៀបនៃការឲ្យចង់ថារបៀបនៃការធ្វើ portfolio របស់ខ្ញុំឬក៏អីហ្នឹងគឺអាចនឹងត្រូវក្នុងបែបផែនមួយប៉ុន្តែគាត់ថាខ្ញុំគិតថាវាមិនអាច apply ទៅអ្នកទាំងអស់គ្នាបានទាំងអស់ហើយអញ្ចឹងបើសិនជាយើងគិតថាវាត្រូវជាមួយយើងឬក៏អីចឹងគឺនឹងអាចជួយបានដល់អ្នកទាំងអស់គ្នាបានខ្លះចឹងណាហ្នឹងហើយក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាវីដេអូក្រោយឬក៏អីចឹងគឺខ្ញុំអាចនឹងរកនឹកប្រធានបទផ្សេងដែលអាចជួយដល់បងប្អូនដែលគាត់រៀនផ្នែកស្ថាបត្យកម្មនឹងព្រោះខ្ញុំគិតថាខ្ញុំចង់ធ្វើម៉េចឲ្យវិស័យស្ថាបត្យកម្មយើងនៅស្រុកខ្មែរហ្នឹងឲ្យវាមានលក្ខណៈដូចជាមួយនឹងប្រទេសគេផ្សេងដែរបានន័យថាគឺយើងអភិវឌ្ឍទាំងអស់គ្នាអញ្ចឹងហើយខ្ញុំចេះតែព្យាយាមចែករំលែកតាក់ទងជាមួយនឹងចំណេះដឹងផ្សេងក៏ដូចជានៅក្នុងវិស័យស្ថាបត្យកម្មហ្នឹងក៏ដូចជាវិស័យការងារផ្សេងហ្នឹងអញ្ចឹងហ្នឹងហើយក្នុងវីដេអូហ្នឹងមានប៉ុណ្្នឹង